បាទសូមគោរពជំរាបសួរបងប្អូនម្ដងទៀតសាជាថ្មីជួបជាមួយខ្ញុំម្ដងទៀត voice over ទៅលើវីដេអូនេះដែលវាខូចសលេងអញ្ចឹងខ្ញុំសូម voice over ម្ដងទៀតពេលនេះចង់បង្ហាញពីតាក់ទងជាមួយការ format ផ្លាស់បាទឲ្យបងប្អូនអាចប្រើប្រាស់បានទាំង Windows បានទាំង Mac មិនបាច់ទៅ format ម្ដងនៅពេលដែលបងប្អូនយកទៅប្រើទៅលើ Mac ត្រូវ format ដល់ពេលត្រូវការយកទៅប្រើមួយ Windows ត្រូវ format វិញទៀតអញ្ចឹងវាស្មុគស្មាញអញ្ចឹងថ្ងៃនេះមានវិធីមួយដើម្បីឲ្យបងប្អូនអាចធ្វើការ format USB ឬក៏ hard disk ឲ្យអាចប្រើប្រាស់បានទាំង Mac OS ទាំង Windows OS អញ្ចឹងអត់ពិបាកទេអញ្ចឹងទីទៀតខ្ញុំនឹងបង្ហាញបងប្អូនហើយបងប្អូនឃើញសលេងដែលខ្ញុំនិយាយផ្សេងហើយសកម្មភាពដែលនិយាយក្នុងវីដេអូផ្សេងដោយសារតែយកមិញថតហើយវាខូចសលេងបាទឥឡូវខ្ញុំដោតផ្លាស់ចូលហើយបងប្អូនបាទដោតផ្លាស់ចូលហើយហ្នឹងហើយអញ្ចឹងយើងកន្លែង search មកបងប្អូនវាយពាក្យថា disk utility បាទវាយទៅ disk utility មក load ហើយបាទវាយមិញដូចវាយខុសមិញនេះបងប្អូនវាយមកបាទ search មកវាយ disk utility វាយតែ disk មកចេញបងប្អូនបាទនៅពេលដែលវាយហើយបងប្អូននឹងឃើញនៅខាងក្រោមគេដាក់ internal បាទអញ្ចឹងគឺជាផ្លាស់របស់យើងដែលដោតចូលមិញហ្នឹងអញ្ចឹងដើម្បីយើងអាចអនុវត្តតាមអ្វីដែលខ្ញុំបានប្រាប់មិញឲ្យវាអាចប្រើបានទាំង Mac ទាំង Windows ចុចកន្លែង erase ហ្នឹងមកបន្ទាប់មកកន្លែង format ដ៏សំខាន់បងប្អូនឡើយហ្នឹងបងប្អូនត្រូវជ្រើសរើសយកអាក្រោមគេបំផុត EXFAT ឬក៏ហៅថា exFAT EXFAT ហ្នឹងឯងបាទយកអាហ្នឹងមកបន្ទាប់មកកន្លែងឈ្មោះបងប្អូនចង់សរសេរក៏សរសេរមិនសរសេរក៏អត់ទៅស្រេចចិត្តទេដល់ឥឡូវខ្ញុំនឹង rename ឈ្មោះនៅខាងលើហ្នឹងបាទដាក់ all store ទៅក៏ឲ្យបាទដាក់ all store អញ្ចឹងមកបាទសេប៉ុណ្្នឹងទៅហើយចុច erase បងប្អូនណា complete យក EXFAT ចុច erase នៅពេលបងប្អូនចុច erase មករកចាំ template ទៅវានឹង format ហើយអញ្ចឹងនៅពេលហ្នឹងបងប្អូនអាចយក flash ហ្នឹងទៅប្រើជាមួយ Mac ក៏បាន Windows ក៏បាន copy ចេញចូលសេរីអត់ពិបាកទៅ format ម្ដងទៅ format លើ Windows ដល់ពេលយកប្រើ Mac format លើ Mac ប្រើលើ Windows format លើ Windows អញ្ចឹងវាស្មុគស្មាញវាបាត់ឯកសារយើងញ៉ៃផងអញ្ចឹងណាអូខេអញ្ចឹងហើយឡើយបាទយើងរកចាំ template ទៅហើយផ្លាស់របស់ខ្ញុំគឺដូចជា 16G ទេផ្លាស់បើមិន16 32អត់បានមើលដែរមិញស្ដាយដែរបងប្អូនខ្ញុំនិយាយបានក្បោះក្បាយជាងនឹងតែដោយសារតែអត់បានមើលមិចទៅវាអេសលេងតែអញ្ចឹងទៅបងប្អូនពិបាកស្ដាប់អញ្ចឹងក៏ voice over ម្ដងទៀតបាទពីវីដេអូខ្ញុំមិញថតពីវីដេអូហើយវាទៅជាបញ្ហាអញ្ចឹងទៅបាទដល់ពេលកើតបញ្ហាអញ្ចឹងទៅឥឡូវ voice សារថ្មីដល់ពេល voice over សារថ្មីវាមិនបានដូចដើម 100% ទេបាទចឹងកាត់ខ្លះចំណុចបាទអញ្ចឹងចុចដានមករួចរាល់ហើយបាទអញ្ចឹងហើយបងប្អូននេះចូលទៅក្នុងហ្នឹងទៅបាទយើងអាច copy ចេញចូលសេរីបានទាំង Mac ទាំង Windows ហើយណាបាទអញ្ចឹងវីដេអូហ្នឹងយើងមានតែប៉ុណ្្នឹងទេបងប្អូនមានចម្ងល់គឺអាចសួរបន្តទៀតបានអរគុណបងប្អូនដែលតាមដានទស្សនា